យប់មួយពេលដែលខ្ញុំចាប់ផ្ដើមអានសៀវភៅស្រាប់តែឮសំឡេងខ្លុយមួយពីរោះចម្លែកត្រង់ថាខ្ញុំមិនដែលឮសំឡេងខ្លុយណាដែលផ្អែមល្ហែមយ៉ាងនេះទេប្រៀបដូចជាចម្រៀងដែលច្រៀងសម្រាប់គូស្នេហ៍យប់ទី2ខ្ញុំក៏ឮសំឡេងនោះម្ដងទៀតខ្ញុំទម្លាក់សៀវភៅចោលហើយអង្គុយស្ដាប់អ្នកណាទៅណគ្រាន់តែឮសំឡេងខ្លុយក៏ដឹងថាសង្ហាដែរយប់ទី3សំឡេងនោះក៏បន្លឺឡើងម្ដងទៀតម្ដងនេះខ្ញុំសម្រេចចិត្តដើរទៅរកប្រភពសំឡេងមួយសន្ទុះក្រោយមកសំឡេងខ្លុយក៏លាន់ឮឡើងមានន័យថាខ្ញុំចិត្តរកប្រភពរបស់វាឃើញហើយប៉ុន្តែអ្វីដែលខ្ញុំបានឃើញខុសពីអ្វីដែលខ្ញុំរំពឹងទុកមនុស្សស្រីម្នាក់កំពុងផ្លុំខ្លុយរូបរាងស្អាតបាតដូចជាមនុស្សធម្មតាប៉ុន្តែទាស់តែសក់និងអណ្ដាតវែងបន្តិចអូយខេតែស្មីអញថាផ្លូវនឹងចេញពីព្រៃហីឥឡូវយើងដើរមួយថ្ងៃនៅតែចេញអត់រួញអូចឹងប្រហែលខ្ញុំច្រឡំផ្លូវអីចឹងអូយចុកជើងអូខ្ញុំក៏ហត់ដែរមកយើងអង្គុយសិនណាហើយលោកគ្រូអ្នកគ្រូតាមរយយើងអត់ណោះប្រហែលហើយបាត់សិស្សទាំងមូលគាត់ក៏បារម្ភខ្លាំងដែរនិយាយចឹងខ្ញុំមានរឿងមួយចង់ប្រាប់ពិសិដ្ឋឯងមានរឿងអីនិយាយខ្ញុំលួចស្រឡាញ់មនុស្សប្រុសម្នាក់នៅក្នុងឋានៈយើងណាម្នាក់ហ្នឹងឈ្មោះពិសិដ្ឋហ្នឹងមែនមិនបានដឹងពិសិដ្ឋហ្នឹងក៏លួចស្រឡាញ់ម្នាក់ឈ្មោះរស្មីហ្នឹងដែរអូយអៀនណាហើយរៀនមួយគ្នាយូរហើយទៅមកបានសារភាពស្នេហ៍ពេលវែងក្នុងព្រៃផ្អែមល្ហែមណាមែនហ្នឹងយើងសម្រាប់នៅនឹងសិនណាចាំយូរបន្តិចចាំយើងដើរទៅទៀតចឹងក៏បានដែរអូយអៀនណាអាមួយនេះស្រួលបោកណាចាំមើលយប់ហ្នឹងលងវាឲ្យផ្អើលហ្មង